បើមែនតែនទៅដែលព្រះបរមគ្រូព្រះអង្គនិយាយពីពរហៅថាពុទ្ធពរដែលយើងនិយាយរាល់ថ្ងៃហ្នឹងមិនមែនថាឲ្យទេព្រះអង្គគ្រាន់តែនិយាយពីហេតុផលអញ្ចឹងណានិយាយពីហេតុផលមិនឧទាហរណ៍ដូចចត្តារោធម្មាវត្តន្តិអាយុវណ្ណោសុខੰពលំអាយុនោះអាយុវណ្ណៈសុខៈពលៈហ្នឹងបានអាយុវែងព្រោះអីព្រះអង្គប្រាប់ចឹងតាហើយបានសុខព្រោះអីបានកម្លាំងព្រោះអីបច្ច័យព្រះអង្គនិយាយពីបច្ច័យរបស់វាបច្ច័យរបស់វាគឺការគោរពគ្នាការឱនលំទោនស្មាចេថាដែរណាការគោរពពាក្យថាគោរពវាមិនសំដៅទៅតលឱនទេមិនឱនក៏ដោយប៉ុន្តែបើចិត្តគោរពឲ្យតម្លៃគ្នាហ្នឹងណាគោរពចំពោះចាស់ព្រឹទ្ធាចារ្យគោរពចំពោះអ្នកមានគុណធម៌អញ្ចឹងការគោរពគ្នានឹងនាំឲ្យធម៌4នឹងវាចម្រើនហើយអត់មានថាឲ្យនរណាទេនេះចង់និយាយថាក្នុងសង្គមណាកន្លែងណាដែលការគោរពគ្នាកើតមានធម៌4នឹងតែងចម្រើននឹងអាយុវណ្ណៈសុខៈពលៈប៉ុន្តែបើនៅក្នុងសង្គមណាកន្លែងណាមនុស្សខ្វះការគោរពគ្នាខ្វះការឲ្យតម្លៃគ្នាក្នុងសហគមន៍នោះសង្គមនោះពរ4ប្រការនឹងមិនចម្រើនទេអាយុខ្លីពរសម្បុរក៏មិនស្អាតដែរមិនស្អាតសងម៉េចបើមនុស្សស្អប់គ្នាហើយស្អាតដែរមិនកំមកកំៅដាក់គ្នាសុខកាយសុខចិត្តនឹងសុខកើតដែរបើមនុស្សលែងទុកចិត្តគ្នាលែងគោរពគ្នាអស់ហើយវាកើតទេឃើញទេព្រះអង្គនិយាយពីហេតុអញ្ចឹងពុទ្ធកន្លែងណាក៏ដោយក៏មានហេតុផលដែរអាត្មាលើកឧទាហរណ៍មួយឲ្យអាយុវែងមិនឧទាហរណ៍ថាដាំបន្លែចុះដើម្បីចំណេញយើងប្រើជីច្រើនពេកហួសកម្រិតបាញ់ថ្នាំហួសកម្រិតទាំងដែលយើងដឹងថាអាហ្នឹងខូចសុខភាពបើយកទៅលក់ប៉ុន្តែមនុស្សអត់គិតទេអាហ្នឹងសម្រាប់លក់សម្រាប់ស៊ីផ្សេងទេល្បិចបង្កើតល្បិចក្នុងសង្គមអាកន្លែងដាំហូបខ្លួនឯងផ្សេងអាណាសម្រាប់យកទៅលក់ផ្សេងទាំងដឹងថាប៉ះពាល់សុខភាពអ្វីបានកើតគំនិតហ្នឹងថាមកពីខ្វះការគោរពគ្នាអត់ឲ្យតម្លៃជីវិតគេអញ្ចឹងបើម្នាក់គិតអញ្ចឹងហើយយើងមិនអាចលក់គ្រប់មុខទេយើងលក់បានត្រឹមបន្លែព្រោះយើងមិនអាចមានដៃ100ធ្វើគ្រប់មុខទេបើម្នាក់គិតអញ្ចឹងម្នាក់ផ្សេងទៀតគេលក់របស់ផ្សេងគេលក់សាច់ជ្រូកចុះគេលក់ត្រីចុះតែគេចិញ្ចឹមរបៀបហ្នឹងដែរគេឲ្យស៊ីរបស់គីមីឆាប់ធំគេគិតអញ្ចឹងដែររបស់ណាគេហូបផ្សេងរបស់ណាគេលក់ផ្សេងអញ្ចឹងយើងអាចតមបានត្រឹមបន្លែយើងអាចតមបានត្រឹមបន្លែយើងអត់ហូបទេបន្លែហ្នឹងគឺយើងលក់ចុះសាច់យើងទៅទិញពីគេវិញរឿងអីឃើញ cycle of life វាវិលអញ្ចឹងអ្នកខ្លះទៀតលក់ត្រីងៀតដាក់ថ្នាំរហូតដល់រុយវាឡើងរោមទៅហើយតែខ្លួនក៏អត់ហូបទេព្រោះហ្នឹងលក់ឲ្យគេអាណាគាត់ហូបគាត់ធ្វើផ្សេងយើងតមបានទៅរឿងត្រីងៀតដែលយើងលក់នឹងមែនចុះអីផ្សេងតាំងពីអង្គតាំងពីនំណែតាំងពីស្អីវិលចុះវិលឡើងវាមិនអាយុខ្លីសិតតែថ្នាំគីមីហួសកម្រិតគីមីវាមិនអីចម្លែកប៉ុន្តែវាហួសកម្រិតវាអានេះកើតពីអីថាកើតមកពីការមិនគោរពគ្នាអានឹងតែផ្នែកហូបចុកមួយផ្នែកដើរហើរចរាចរណ៍បើយើងអត់គោរពគ្នាប៉ះគ្នាបន្តិចតួចកាប់ចាក់គ្នាអាយុវែងឬអាយុខ្លីចុះពីមុនដូចពាក្យថាគោរពចាស់ទុំអីចឹងឧទាហរណ៍ថាឃើញចាស់ដើរចឹងអនុញ្ញាតឲ្យគាត់ដើរទៅឃើញគោរពគ្នាវាអត់ប៉ះពាល់គ្នាវាអត់បុកវាអត់អីចឹងឃើញចាស់ដើរចឹងព្រះអង្គអានគោរពចឹងមិនចាំបាច់ចុះទៅថ្វាយអង្គមគាត់ទេអានេះគោរពវានៅក្នុងចិត្តហ្នឹងឃើញគាត់ដើរឈើច្រត់កុកអីចឹងទៅជិះកង់ក៏ដោយជិះម៉ូតូក៏ដោយមិនទៅសផ្លេតែអត់ទេឃើញចឹងព្រះអង្គភ្លាមទីច្បាប់ស្រុកនេះចឹងតែឃើញមនុស្សរៀបឆ្លងអីចឹងគេឲ្យព្រះអង្គហើយមនុស្សអង្គខុសអត់មានទៅសផ្លេឲ្យអ្នកដើរណាអត់ទេគេគោរពគេឲ្យគោរពចឹងវាមិនសូវគ្រោះថ្នាក់ចរាចរណ៍ហើយមិនសូវគ្រោះថ្នាក់ចរាចរណ៍លទ្ធផលវាល្មិចវាមិនសូវងាប់ហ្នឹងណាវាមិនសូវអាយុខ្លីហ្នឹងណាធម៌ហ្នឹងដល់យើងយកមកនិយាយឲ្យដល់ជំរឿរបស់វានៅក្នុងជីវិតយើងហ្នឹងអត់មាននៅក្នុងរោងបុណ្យទេអត់មាននៅក្នុងតែរឿងពេលឲ្យពរមកផ្លេហ្នឹងទេវាកើតឡើងនៅពេលណាដែលយើងមានសេចក្តីគោរពហ្នឹងហើយពេលដែលយើងធ្វើការងារក្នុងសង្គមហ្នឹងបន្ទោព្រះអង្គទៅជាអបរស្មីអស់ព្រោះមិនបានយកមកហែកនៅក្នុងសង្គមហ្នឹងយកទៅទុកតែក្នុងវត្តយកទៅទុកតែក្នុងរោងបុណ្យយកទៅទុកតែពេលសូត្រធ្វើជាគ្រូពេទ្យក្រៅពីប្រាក់ខែរបស់ខ្លួនហើយនៅគោរពអ្នកជំងឺទៀតគោរពឲ្យតម្លៃជីវិតគេបើយើងអត់ខ្វល់នឹងជីវិតរបស់គេឧទាហរណ៍ថាឥឡូវព្យាបាលគេអូស្មាយើងពេទ្យហ្នឹងអត់ឈឺកូនចៅយើងអត់ឈឺបើម្នាក់យកប្រាស់យករៀងតែខ្លួនគេឈឺអញខ្វល់មកមិនមែនគ្រួសារអញមិនមែនអីអញអាហ្នឹងឲ្យមកពីមិនគោរពវិលយកវិលឡើងគ្រួសារឯងឈឺម្ដងម្នាក់ទេវិលយកវិលចឹងអាយុខ្លីចឹងបានអាត្មានៅចាំមិនភ្លេចទេគ្រូពេទ្យម្នាក់គាត់នៅពេលរុស្ស៊ីកាលហ្នឹងមកទៅជួយដោះស្រាយរឿងអ្នកជំងឺម្នាក់ឲ្យធ្វើបានក្រីក្រអញ្ចឹងទៅគាត់ជួយសម្រួលឲ្យរហូតបានគាត់ថាពួកយើងកំពុងតែប្រឹងសហការជាមួយអង្គការផងជាមួយរដ្ឋផងដើម្បីធ្វើយ៉ាងណាឲ្យប្រព័ន្ធសុខាភិបាលយើងនឹងបានជាទីពឹងពំនាក់របស់ប្រជាជនពីព្រោះពាក្យថាអ្នករងគ្រោះមិនមែនតែប្រជាជនទូទៅគាត់ក៏ជាអ្នករងគ្រោះដែរកូនប្រពន្ធគាត់បងប្អូនគាត់ក៏ជាអ្នករងគ្រោះដែរបើសិនបើប្រព័ន្ធសុខាភិបាលមិនល្អព
ពួកខ្ញុំកណានេះមិនសិតតែមានអ្នកជិះយន្តហោះទៅសិង្ហបុរីទេពួកយើងក៏កំពុងតែធ្វើយ៉ាងណាដើម្បីឲ្យប្រព័ន្ធសុខាភិបាលនឹងល្អដែរពីព្រោះខ្ញុំកណាក៏មានបងប្អូនក្រច្រើនពាក្យហ្នឹងតាមធម្មតាមកភ្លេចមិនសូវចាំអីទេមិននឹកនិយាយអីមកភ្លេចអស់ប៉ុន្តែដល់ពាក្យហ្នឹងវាដោតបេះដូងអាត្មាណាវាចាំហ្មងគ្រាន់តែមិនចាំឈ្មោះគ្រូពេទ្យហ្នឹងឯងប៉ុន្តែចាំតែកន្លែងគាត់អង្គុយនិយាយតាណាទៀតពាក្យសម្ដីរបស់គាត់ហ្នឹងនៅចាំអញ្ចឹងម្នាក់មានការគោរពគ្នាយើងកែលម្អទាំងអស់គ្នាអាយុវែងអស់គ្នាឃើញទេគោរពហ្នឹងគោរពអញ្ចឹងគឺគោរពឲ្យតម្លៃមិនមែនគោរពអោនត្រុនទេមែនទេឲ្យតម្លៃជីវិតគេឲ្យតម្លៃជីវិតគេហើយបើយើងរស់នៅក្នុងសង្គមហ្នឹងដែរឲ្យទៅវិញទៅមកវាបានផលទាំងអស់គ្នាហ្នឹងអញ្ចឹងដែលព្រះអង្គត្រាស់សម្ដែងគាថាហ្នឹងថាចត្តារោធម្មាវត្ថន្តិអាយុវណ្ណោសុខੰពលំធម៌គឺពរ4ប្រការនេះធម៌ដ៏ប្រសើរ4ប្រការគឺអាយុ1ពរសម្បូរកាយ1សេចក្តីសុខ1កម្លាំង1រមែងចម្រើនអស់កាលជានិច្ចមិនមែនចម្រើនតែម្ដងណាអស់កាលជានិច្ចព្រោះវាជាសង្គមវាជាសង្គមនៅកាលណាសង្គមហ្នឹងឲ្យតម្លៃគ្នាហើយពរនឹងចម្រើនជានិច្ចរស់នៅយូរឃើញចាស់ពីមុនអាយុវែងគាត់មិនកេងប្រវ័ញ្ចពីគ្នាគាត់គោរពគ្នាមិនគិតតែចំណេញអាណាងាប់ទៅគាត់គោរពគ្នាវាមានហេតុផលអញ្ចឹងតេឲ្យលោកសូត្រឲ្យកើតអាយុវែងត្រូវទេលោកសូត្រយូរទៅកើតជំងឺស្លាប់ខ្លួនឯងញយហ្នឹងមានស្អីវាគ្មានពីណាឲ្យពីណាទេវាកើតពីការធ្វើរៀងខ្លួនប៉ុន្តែអ្នកដែលយកមកប្រើខូចបើនិយាយទៅមូលបង្កាច់ពុទ្ធទាំងស្រុងសភៅមួយដែលសភៅទេសនាដំបូងនឹងសភៅនឹងមូលបង្កាច់ពុទ្ធទាំងស្រុងហើយលោកមកប្រទេសសឹងតែចេះទេសតាមសភៅនឹងទាំងអស់បួសសម័យអាត្មាបើសម័យឥឡូវនេះគេមិនរៀនដឹងទេប៉ុន្តែសម័យកៅជាងនេះលោកមកប្រទេសនឹងសឹងតែអង្គណាមួយមិនចេះសភៅនឹងឲ្យស្មានតែពុទ្ធនិយាយចឹងរៀនទៅទេសនាដំបូងរៀនទេសនាដំបូងចេញមកអញ្ចឹងហើយយើងវាមិនចេះទៅរកសភៅគេបរៀនខុសទៀតតែចេះចឹងទេមិនដឹងប្រមាណ10ក្រងរងដែរទេហើយអង្គខ្លះនៅជាប់អញ្ចឹងឡើយទេមិនតាន់ដឹងតែខ្លួនឯងមូលបកាច់ព្រះអង្គឡើយទេទៅមើល3ដកហ្មងទៀតទៀត3ដកលេខ52គេថាធម្មបទដែលព្រះអង្គថាចត្តារោធម្មាវត្ថន្តិអាយុវណ្ណោសុខੰពលំដល់សភៅហ្នឹងអត់ថាតិថាតខុសហ្មងតិជាលក្ខណៈធម្មជាតិជា general rule ដល់តបង្គាប់បញ្ជាខុសគ្នាណា report អាមួយសត្តមីអាមួយបញ្ញមីអាមួយវត្តមាណាគឺ present simple ជា general rule ជាធម្មតាប្រៀបទៅអង់គ្លេសគឺ general rule ដូចថាព្រះអាទិត្យរះខាងកើតលិចខាងលិចអញ្ចឹងជា general មិនណាប់ទៅបញ្ជាព្រះអាទិត្យឲ្យរះទេអត់ទេវាជាច្បាប់ធម្មជាតិហើយហ្នឹងធម្មជាតិចឹងដែរ4ប្រការអាធម៌4ប្រការហ្នឹងវាចម្រើននៅពេលណាដែលការគោរពគ្នាហ្នឹងវាកើតឡើងក្នុងសង្គមហ្នឹងធម្មតាចឹងណាអត់មានពីណាទៅបង្កប់វាឲ្យកើតទេធម៌ហ្នឹងតែបើវាមានហេតុរបស់វាគឺការគោរពគ្នាសង្គមហ្នឹងរស់នៅដោយទឹកមុខញញឹមដាក់គ្នារស់នៅដល់អាយុវែងហើយចឹងណាធម៌នេះគឺធម៌រស់នៅជាមួយគ្នាមិនរស់នៅម្នាក់ឯងទេបើមនុស្សទៅរស់នៅម្នាក់ឯងព្រះអង្គអត់និយាយហ្នឹងទេគេហៅទៅរស់ម្នាក់ឯងស៊ីតែផ្លែឈើក្នុងព្រៃអត់ពាក់ព័ន្ធជាមួយនរណាទាំងអស់ធម៌ហ្នឹងអត់ត្រូវតែធម៌នេះគឺត្រូវសម្រាប់នៅក្នុងសហគមន៍ជាមួយគ្នាមានការគោរពគ្នារៀនឲ្យមនុស្សគោរពគ្នាមិនបរៀនឲ្យមនុស្សកេងប្រវ័ញ្ចពីគ្នាទេហ្នឹងវាមិនខុសពីនៅលើសំពៅតែមួយជាមួយគ្នាទេបើសិននឹងគោរពគ្នាមិនកេងប្រវ័ញ្ចមិនឆ្លោះគ្នាលើហ្នឹងសំពៅហ្នឹងនាំទៅដល់ច្រាំងទាំងអស់គ្នាហ្នឹងប៉ុន្តែបើមនុស្សដណ្ដើមចែកគ្នាស៊ីហើយឧទាហរណ៍សំពៅធ្វើពីក្លឹមច័ន្ទចុះឧទាហរណ៍ចឹងមានបថៅមួយម្នាក់កាប់យកក្លឹមច័ន្ទអាកងទូកអាក្តារទូកជាងទូកឯហ្នឹងទាំងអស់ហ្នឹងអារនៀបទូកឯងសិតតែក្លឹមច័ន្ទកាន់បថៅម្នាក់កាប់យកអាឈើល្អពីទូកហ្នឹងដោយគិតមកជារបស់ខ្លួនដល់កាប់ហើយវាមិនបែកទូកហ្នឹងហើយវាមិនងាប់ទាំងអស់គ្នាស្លាប់ទាំងអស់គ្នាបាននិយាយពាក្យងាប់ហ្នឹងថាកែវាជាទម្លាប់ហ្នឹងចឹងហ្នឹងជាសហគមន៍ទេហ่ะមួយទៀតអាហ្នឹងមួយទៀតដែលអាត្មានិយាយហ្នឹងដែលព្រះអង្គលើកមកជាអារោគយៈសុខញ្ជេវកុសលញ្ចអនាមយ៉ាងគឺសេចក្តីសុខដែលកើតអំពីការមិនមានរោគគឺអនាម័យហេតុរបស់វាទៀតព្រះអង្គនិយាយពីតអនាម័យខ្ពស់រស់បានយូរឃើញទេសុខញ្ញអារោគយៈសុខញ្ជេវកុសលញ្ចអនាមយ៉ាងមានពាក្យណាសូមឲ្យនោះអត់មានទេអត់មានសូមឲ្យទេគ្រាន់ថាសេចក្តីសុខដែលកើតពីការមិនមានរោគហៅថាអារោគជាការមិនមានរោគអារោគយៈសុខញ្ជេវកុសលញ្ចអនាមយ៉ាងអនាម័យហូបស្អាតមានសារធាតុចិញ្ចឹមល្អឃើញទេមិនស៊ីឲ្យតែពេញពោះទេមែនទេរបស់ហូបហ្នឹងវាស្អាតមានវីតាមីនមានសារធាតុចិញ្ចឹមសុខភាពល្អឃើញអត់ hygiene អនាម័យហើយយើងទៅឲ្យពណ៌ថាឲ្យសុខភាពល្អប៉ុន្តែមើលរបស់ស៊ីអត់ដែលគិតទេបើហូបចុកហ្នឹងហូបតែ junk food ហ្នឹងរបស់គេ fast food ឬក៏ junk food ហ្នឹងរបស់ហូបទៅដូច plastic ហ្នឹងក្រៀមហ្នឹងកំប៉ុងហ្នឹងកំប៉ុងខែនហ្នឹងគេប្រែថាកំប៉ុងថែមតែពាក្យ
sir មួយទៀត cancer បដ ாய்  can food made cancer កុំឆ្ងាញ់ពេកអា can food ហ្នឹង can food ណាអាហារកំប៉ុងស្អីក៏ដោយឲ្យតែរឿងអាហារកំប៉ុងយូរម្ដងអាហ្នឹងតល់ច្រកទៅជា allergy ហើយថែមតែ sir មួយមក cancer ស្អីគេមហារីកចាំពាក្យអាត្មាមួយ cancer can food cancer can food អាហារកំប៉ុងថែមតែ sir ដូរតែ food ចេញហើយមក sir មក cancer មហារីកហ្នឹងអាហ្នឹងតល់ច្រកម្ដងជេសមណៈតេះដៀលសមណៈអ្នកបើដឹងចឹងហើយអ្នកនៅតែទៅឬព្រះប៉ុណ្ណៈឆ្លើយតបព្រះអង្គថាបបពិតព្រះអង្គដោយចម្រើនគេគ្រាន់តែមាត់អាក្រក់គេមិនតាន់រើសដុំដីដុំថ្មកវែងគប់មកលើខ្ញុំព្រះអង្គទេដូច្នេះគេនៅតែមានសេចក្តីល្អខ្លះមែនទេព្រះអង្គថាចុះលោតែគេមិនមែនត្រឹមតែមាត់គេរើសដុំដីដុំថ្មគប់មកលើអ្នកទៀតអ្នកនៅតែទៅឬបបពិតព្រះអង្គដោយចម្រើនគេគ្រាន់តែរើសដុំថ្មដុំដីគប់អាចកិច្ចបានក៏កិច្ចខ្លះទៅតែគេមិនតាន់យកដំបងដេញវៃទេគេនៅតែល្អខ្លះចឹងណាដែលមនុស្សអាក្រក់ខ្លះដែលធ្វើបាបញាតិញោមវាមិនតាន់អាក្រក់ណាស់ទេវានៅមានល្អខ្លះក្នុងហ្នឹងដែរមែនទេកុំគិតរឿងអាក្រក់របស់គេពេកគេមិនបានធ្វើល្អជាមួយយើងមែនប៉ុន្តែជួនកាលគេមិនមកវៃយើងឯណាហើយមិនក៏ស្អប់គេម៉េះគេគាត់ថាជេរបន្តិចបន្តួចមិនបានយល់ទេហ្នឹងហើយដល់ព្រះអង្គសួរទៀតថាចុះលោកតែគេយកដំបងមកវៃព្រះប៉ុណ្ណៈឆ្លើយថាគេគ្រាន់តែយកដំបងមកវៃប្រមានឈឺកាត់ឬក៏ថាដល់ថ្នាក់ស្លាប់អីចឹងទៅវាមិនងាប់បើគេមិនតាន់បានផ្ដាច់ជីវិតគេគ្រាន់តែវៃអញ្ចឹងគេនៅមានសេចក្តីល្អខ្លះតែអញ្ចឹងទៀតគេគ្រាន់តែវៃតែគេមិនតាន់សម្លាប់អាហ្នឹងគេនៅល្អខ្លះញោមគេនៅល្អខ្លះហើយព្រះអង្គថាចុះបើគេមិនត្រឹមតែវៃគេយកសត្រាមកកាត់ជីវិតរបស់អ្នកតែម្ដងនៅតែទៅទេបានលោកថាបបពិតព្រះអង្គចម្រើនអរិយបុគ្គលទាំងឡាយអ្នកដែលនឿយណាយនៅក្នុងជីវិតនេះជាច្រើនកាលណាបើពិចារណាឃើញតែបញ្ចក្ខន្ធនេះជាទុក្ខកាន់បញ្ចក្ខន្ធមិនទៀងបញ្ចក្ខន្ធជារោគគួររង្គិះមិនចង់រស់នៅយូរនាំតែលំបាកសឹងតែថាជួលគេឲ្យមកផ្ដាច់ផ្ដាល់ជីវិតនឹងចោលតែម្ដងចុះប៉ុន្តែខ្ញុំព្រះអង្គវិញមិនបាច់ជួលទេបានឯងតែមកបើគេមានចិត្តអញ្ចឹងវិញមានន័យថារើអស់ប្រទះឈើងាប់គេនៅតែល្អខ្លះជួយបំពេញបំណងខ្ញុំព្រះអង្គបានព្រះអង្គថាព្រោះកាលនោះព្រះអង្គបញ្ញត្តិមិនឲ្យភិក្ខុសម្លាប់ខ្លួនឯងទេពេលព្រះអង្គសម្ដែងពីរឿងអសុបកម្មដ្ឋានពីរាងកាយនេះវាមិនល្អអញ្ចឹងមានភិក្ខុជាច្រើនចង់ស្លាប់ហើយដល់ពេលហ្នឹងនៅក្នុងប៉ុណ្ណៈក៏មានគំនិតនឹងមួយដែរតែព្រះអង្គបញ្ញត្តិថាភិក្ខុណាសម្លាប់ខ្លួនឬក៏ឲ្យគេសម្លាប់ខ្លួនត្រូវបាត់ទុកគាត់អញ្ចឹងអត់មានព្រះអង្គណាធ្វើទៀតទេដល់តែអញ្ចឹងព្រះអង្គឲ្យពោធិ៍សាត់សាទៅការថាសាធុមនាលប៉ុណ្ណេះតថាគាត់ទុកចិត្តទៅហើយថាអ្នកទៅណាក៏ជ័យជំនះដែរយល់អាត្មាទឹមតែរៀនចំណុចទី1ទេអត់តន់ដល់ថ្នាក់រៀនដុំដីហើយនឹងដបងហើយនឹងសត្រាទេគឺរៀនស៊ូជាមួយនឹងពាក្យសម្ដីនេះជាអានិសង្សដែលអាត្មាកំពុងតែរៀនដូចអាត្មាទៅបរៀននៅស្ទងញាតិញោមគាត់ខត់អាត្មាដបងមានញាតិញោមដែលគាត់ធ្លាប់រៀនជាមួយអាត្មាហ្នឹងគាត់ថាអូអ្នកនៅកំពង់ធំស្ទងហ្នឹងគឺថាចិត្តដាច់ទៅកាត់កបុបគាត់ធ្វើដៃអញ្ចឹងណាបានទេនៅស្ទងអាត្មាចង់ទៅពិសោធន៍ទៅមើលណាវាមិនណាចង់ទៅដឹងណាព្រោះជ្រះថ្លារឿងហ្នឹងចង់ទៅពិសោធន៍មើលកាចហ្នឹងមិនយើងបានទៅសម្របសម្រួលយើងបានទៅដឹកនាំឲ្យកន្លែងពិបាកហ្នឹងបើបានជោគជ័យទៅជាអស្ចារ្យរបស់យើងបើយើងទៅសម្របសម្រួលតែកន្លែងស្រួលស្រាប់ហ្នឹងមានអីអស្ចារ្យញោមមនុស្សដ៏អស្ចារ្យក្នុងលោកគឺធ្វើកើតនៅអ្វីដែលគេគិតថាអត់កើតអ្វីដែលគេគិតថាអត់កើតហើយលោកធ្វើកើតអាហ្នឹងហើយទៅអស្ចារ្យដូចរឿងការត្រាស់ដឹងអញ្ចឹងអ្នកណាក៏ថាមិនងាយដែរដល់ពុទ្ធធ្វើកើតអស្ចារ្យទេអស្ចារ្យទេអស្ចារ្យឃើញទេប្រសិនបើរឿងហ្នឹងមនុស្សទាំងឡាយសនុកធ្វើមិនអាចខ្លាយជាមនុស្សអស្ចារ្យទេមែនឬមិនមែនយល់ថាម៉េចនឹងដូចញាតិញោមអញ្ចឹងបានថ្មចង់ឲ្យព្រះអង្គគ្រូនេះលោកលើកអំពីថាតើកន្លែងហ្នឹងមនុស្សជ្រះថ្លាច្រើនទេមនុស្សយ៉ាងម៉េចដែរគឺល្អទាំងអស់ទោះបីជាចម្លើយថាញាតិញោមជ្រះថ្លាច្រើនក៏ល្អញាតិញោមមិនសូវជ្រះថ្លាក៏ល្អពីព្រោះបើយើងបាននៅក្នុងសង្គមសប្បុរសក៏គឺជាការល្អហើយសម្រាប់យើងតែបើនៅក្នុងជុំវិញយើងមិនសូវមានមនុស្សល្អយើងធ្វើល្អប្រៀបដូចនៅក្នុងទីងងឹតមាន7លំពេកតែមួយក៏អាចភ្លឺបានដែរយើងកម្លាំងប្រហែល7លំពេកទៅភ្លឺមួយម៉ាំងសុំទៅមួយរួច
មែនទេយើងកុំចាំឲ្យមនុស្សទាំងឡាយធ្វើល្អសិនចាំយើងធ្វើជាមួយនឹងមនុស្សទាំងឡាយសិតតែអាក្រក់យើងផ្ដើមធ្វើល្អនោះយើងនឹងលេចធ្លោមែនឬមិនមែនប៉ុន្តែល្អតែយើងកុំទៅបៀតបៀនគេណាពីព្រោះតែទៅបៀតបៀនមនុស្សអាក្រក់ប្រយ័ត្នយល់អត់យល់ថាម៉េចយល់ថាគួរតែបញ្ចប់ហើយហ្នឹងហើយបញ្ចប់ប៉ុន្តែបញ្ជាក់សុំ2នាទីទៀតបញ្ជាក់ថាអានិសង្ឃដែលអាត្មាកំពុងតែចង់បានអាត្មាចង់បង្ហាញអំពីអ្វីដែលអាត្មាកំពុងធ្វើនេះអាត្មាអត់ដែលដេកសង្ឃឹមតែអាត្មាចង់បានអានិសង្ឃនឹងជាតិក្រោយទេគឺអាត្មារៀនធ្វើពីជាតិនឹងទៅពីព្រោះអីញាតិញោមទាំងឡាយគេនិយាយដើមមិនស្មើនិយាយដើមអាត្មាទេគេនិយាយដើមអាត្មាច្រើនជាងពីព្រោះអីគេស្គាល់អាត្មាច្រើនជាងហើយអាត្មានឹងច្រើនទៅដើរប្រាប់អានេះខុសអានេះត្រូវអ្នកដែលគេមិនពេញចិត្តក៏ច្រើនដែរអញ្ចឹងអាត្មាតាំងចិត្តរួចជាស្រេចថាបើហ៊ានប្រាប់រឿងខុសរឿងត្រូវដល់គេក៏ត្រូវតែព្រមទទួលថ្មោងពីគេវិញដែរយល់ទេបើមិនចង់ឲ្យគេវិនិច្ឆ័យទល់កំឡុងលើឆាកល្ខោនតឡើងលើឆាកមានអ្នកថាល្អមើលនិងមិនល្អមើលច្រៀងបរោះមិនក៏ដោយគេថាច្រៀងបរោះអស់យ៉ាងប៉ុន្តែក៏ធាត់ពេកគាត់នេះមែនអត់ហ្នឹងហើយប៉ុន្តែអ្នកកសាគេថាធាត់បន្តិចមែនបើគាត់ច្រៀងបរោះហ៎យល់ទេដល់រូបស្អាតបានតែរូបសឹកច្រៀងមិនកើតរឿងឲ្យពេញចិត្តគេមិនពេញទេដូច្នេះអ្វីដែលយើងធ្វើអត់មែនធ្វើដើម្បីបំពេញចិត្តគេទេគឺធ្វើគ្រាន់តែឃើញផ្លូវថាត្រឹមត្រូវឲ្យដើរទៅសុំ1នាទីកន្លះទៀតនិយាយរឿងមួយហ្នឹងហើយរឿងឪពុកនិងកូនទៅទិញលាអាត្មាធ្លាប់និយាយខ្លះហ្នឹងហើយបានលាមកគិតថាលាតូចពេកឲ្យកូនជិះណាដល់កូនជិះទៅជួបមនុស្សគេថាម៉េចកូននឹងនៅក្មេងអញ្ចឹងមិនក៏មិនដើរសុខចិត្តឲ្យឪពុកចាស់ដើរអញ្ចឹងដល់អញ្ចឹងកូននឹងចាស់ឲ្យឪពុកជិះម្ដងដល់តែឪពុកឡើងជិះគេថាឪពុកអីក៏ចិត្តដូចភ្លើងអញ្ចឹងអត់អាណិតកូនឲ្យកូនតូចដើរសុខចិត្តជិះខ្លួនឯងខុសទៀតអញ្ចឹងកុំឲ្យវាខុសជិះទាំងពីរអ្នកស្រុកគេថាទៀតមនុស្សអីអត់បេះដូងលាទូចមួយជិះពីរអ្នកខុសទៀតអញ្ចឹងឈប់ជិះដឹកលាដើរអីគេសួរមិនលានឹងឈឺអីថាវាអត់ឈឺទេបើមិនឈឺមិនក៏មិនជិះភ្លើទេថាទៅមិនក៏វាមិនត្រូវដែរយល់ទេហ្នឹងហើយសំខាន់គឺផ្លូវដែលយើងដើរត្រូវសម្រាប់ខ្លួនយើងទៅចប់ហើយឲ្យមានកថាបុណ្យបាបប្រាប់កូនប្រាប់ចៅគឺថាឲ្យចេះខ្លាចក្រែងដូចជាពាក្យថាបាបឲ្យស្រឡាញ់ពាក្យថាបុណ្យអីជាដើមហ្នឹងហើយព្រោះក្មេងអាចដឹងបានតើតែអាស្រ័យញាតិញោមចាស់ជាអ្នកប្រាប់ប្រងដូចជាបុរាណបានពោលថាពុតដែកតន់នៅក្តៅទូនមានកូនចៅតន់នៅក្មេងចាស់ឥឡូវអត់សូវប្រាប់ក្មេងទេតាមអាត្មាចំណាំមើលណាអាត្មាពីក្មេងពាក់មួកចូលវត្តអីចាស់ស្រែកចាស់ប្រាប់កុំពាក់មួកចូលវត្តប្រយ័ត្នតែពេកក៏ប្រាប់ចឹងទៅអត់ហ៊ានពាក់ទេហើយអាត្មាដើរក្នុងវត្តអីអាត្មាហួចអីចឹងទៅគាត់ថាអូណាហួចក្នុងវត្តកើតជាតិក្រោយមាត់ស្រួចដូចត្រីឆ្លូញហ្នឹងអញ្ចឹងឈប់ហ៊ានហួចអញ្ចឹងហើយមានពាក្យដតីទៀតដែលគាត់ឲ្យយើងគោរពទៅកាលណាគោរពទៅវាកើតសេចក្តីមិនប្រមាទហ្នឹងអញ្ចឹងញាតិញោមឥឡូវស្ដាប់ឲ្យច្បាស់ចាំលើកដៃណាស្ដាប់អាត្មាទេសនានៅស្ងៀមអត់កើតទេទី1ឆ្លើយទី2អាត្មាឲ្យលើកដៃលើកបើមិនឆ្លើយហើយនឹងមិនលើកចប់តាឥឡូវហ្នឹងហើយស្ដាប់ឲ្យបានមើលញាតិញោមណាដែលកូនទៅលេងបុណ្យកឋិនដែលប្រាប់កូនថាកូនអើយបើទៅលេងបុណ្យនៅវត្តទិញអីបរិភោគហ្នឹងកុំចោលសម្រាមដាក់វត្តណាកូនមើលញាតិញោមណាប្រាប់កូនចឹងខ្លះលើកដៃតិចណាស់មើលញាតិញោមណាដែលមិនដែលប្រាប់ថាកូនអើយបើញ៉ាំអីនៅវត្ត
cùng bỏ sầm ram đã vót na cố nè để ọt prap lược đầy mở mình lược ọt lược với sầm bô chẳng mẹ nè sầm bô để ọt prap hay bao mình prap chẳng khmênh đằng ọt ọt nè nghe khmah côn Islam nhận nhôm côn Islam côn chám á tăng pi này dây mình toàn chơi cái chơi thua là hăm mấy cái oi cái bờ riêng là chơi oi tam cua sáng bờ riêng là chơi oi cho côn khmai dân cà bờ buồn này mình toàn chơi nẹt mồ không ấy làm toàn chơi nẹt mồ tao đòi vô vào đây đây mẹ nè hay toàn chơi thoại cùng lô phong chơi sờ lạnh vào đây mấy bạn mà thành chẳng pro cá trao lô ban nè mình trừ muốn lô từ sốt muốn lô từ chăn ấy đợt pel hay mình thọt đã video pel cá cái oi thoại cùng chứ đêm chứ đồm coi nâng cái độc lần lô của bạn chật ao này các bạn là bài cụt đó với ấp tận nông sao nó man ấy muốn cá nó riêng thôi ấy ở tận nông tịch là mẹ nè này nhìn không này ngày tham tham và hai tham một tết nhìn nhung nấu nghi mặt cà tề giờ lẽ lọc sẽ đạp tam vật chịu đấy lừa tham xua cây đấy hay lỡ xa tham xua chlao vậy chẳng mình là mình đây thành nhận nhung vô chặt tục đã chỉ mùi tham bạn chlaoแต่mình chlao tì muối cứ mình vô chặt tục đã tì pí mình đang đặt tham về đường ấy tây sna bờ ruộng này ai mấy đo bờ ruộng ngọt cái này chlau cứ bờ ruộng tầng ngọt này lỡ tham xua to từ tiệt mơ nhiệt nhôm nè để côn từ lên bon cả thân phải đam côn ơi ba từ lên bon cả thân châu ram châu lây nè phải dạy cùng chluộc khnia cùng cặp khnia bà khơi cái chluộc khnia kịch tư một te mơ nhiệt nhôm nè pram chẳng khla lược đầy của nắng tràn tịch mấy bạn pram chẳng nè hãy cho nhiệt nhôm nè đem bàn pram chẳng lược đầy mở ọt lược để nè vùng mấy lược ọt ọ nè nè và lược ọt lược chân thà cái thà năng tây snap hiện tràn sau tê thua này hai cứ thua xây tao chỉ thua thầm mẹ cứ chỉ thua chỉ mày riêng sầm rạp riêng chỉ vật dân năng ở miền cầm rong ở miền rụp bếp nông cá rúa nơ ở ban sĩ đây sẽ sóc từng phơi cái từng phơi chặt bẩn tích năng ạ dân ở riêng tế với ở miền sầm đạp nọp tề chẳng ban trên nơi nông bờ thố chạy chỉ bấy cứ vì nấy bờ sốt bờ áp hí thầm hay đấy ban trăm bạch đã vì nấy mồn đồng bông trâu riệp trong area bọt sần nên đôi bờ song chẳng tụ bay vô thô mình vô thô ti môi trâu cờ rục vì nấy sân ao chỉ ti chia clan đây nè đợt tây phóng ao chỉ ti chia clan đây luôn ấy thò rồi tới ban miền ở các đầm bấy sặc xa thô ấy trâu to từ tiệt chẳng mền đấy nhận nhớ chẳng mền đấy là ngày nhận nhớ mà nè ấy lư chậm trả lời tiền á chậm trả lời tiền thà cô ơi của tam chưa là bọt những trận tết nàng nghĩ bên đấy nè cô ơi cô mai ơi từ men á còn té còn anh từ nắng pel cha là masaka rư có thì thua cam vị thi sốt muôn lô tây na còn anh cùng lô la rùng khan cha là cốn mơ nhiệt nhôm na pram chẳng là lược đầy sòng xài của họ đấy nè hay nhận nhôm na đây mình pram chẳng mình bàn pram có được lịch pram chẳng á mình bàn nực hơi nhá lược đầy mớ nè đây mình bàn nực hơi pram chẳng á miền đấy bằng miền vì ngày nâng nực từ ná là ngày pram từ
អាហ្នឹងបានប្រាប់ប៉ុណ្ណឹងល្អមធ្យមហើយប៉ុន្តែបើប្រាប់អញ្ចេះទៅទៀតឥឡូវអញ្ចេះសួរថាកូនអើយណាបើពេលទៅដល់កូនឯងទៅសបាយពេលយប់ក៏សបាយទៅប៉ុន្តែទៅមុនតន់ពេលណាចាស់ចាស់នមស្ការថ្វាយអង្គមអីចូលថ្វាយអង្គមជាមួយគាត់ទៅហើយបើលោកទេសនាកូនឯងអង្គុយស្ដាប់ដែរទៅណាកូនមើលញាតិញោមប្រាប់អញ្ចឹងលើកដៃមើលសង្ស័យមានកុហកខ្លះទេត្រង់ហ្នឹងហ្នឹងហើយសាធុអញ្ចឹងហើយចឹងញាតិញោមអ្នកអត់លើកហ្នឹងមានន័យថាសត្វតែមិនដែលប្រាប់ទេហ្នឹងហើយអាហ្នឹងក៏មិនតន់ល្អក៏បានដែរឥឡូវចេះញាតិញោមណាដែលផ្ដាំកូនចេះទេកូនអើយទៅណាបើលោកទេសនាឲ្យកូនឯងស្ដាប់ចាំពី3ម៉ាត់អីមកប្រាប់ម៉ែផងមានទេមានអ្នកប្រាប់ចឹងទេលើកដៃមើលមាន2អ្នកដែរហ្នឹងហើយ2អ្នកហ្នឹងឆ្លើយមែនទេណាមែនទេណាប្រាប់កូនយ៉ាងម៉េចណាហ្នឹងហើយចំណុចទី3នេះល្អជាងគេតែអត់លើកដៃច្រើនជាងគេមិនបានអញ្ចឹងញាតិញោមអនាថបណ្ឌិកសេដ្ឋីគាត់ក៏មានកូនខូចដែរគាត់មានកូនខូចដែរតាកូនគាត់នឹងនិយាយពីសុំតលុយចាយគាត់ក៏យល់ថាមកពីកូនអត់តន់ដឹងអ្វីថាខុសអ្វីត្រូវអ្វីគួរអ្វីមិនគួរអញ្ចឹងទៅគាត់ឲ្យកូនទៅរក្សាសិលនៅក្មេងណានៅជំទង់ឲ្យទៅរក្សាសិលអត់ទៅដល់មិនទៅគាត់ជួលបណ្ដោយបើកូនឯងទៅរក្សាសិលរក្សាបោសុតមកវិញពុកឲ្យ100ខាបណៈច្រើនដែរណាហ្នឹងហើយរក្សាសិលបានលុយរឿងអីមិនទៅគាត់ថាតាមព្រះទៅបាណាទេបាតាវេរមណីអញ្ចឹងទៅនៅមកយប់នៅវត្តណាបន់ឲ្យតែភ្លើងអាមកយកលុយមិនមែនជ្រះថ្លាទេដល់ទៅផ្ទះវិញឪពុកសบายចិត្តណាស់ថាកូនបានរក្សាសិលមកយប់មួយថ្ងៃហើយឲ្យគេលើកបាយមកអត់ព្រមឲ្យយកលុយសិនបានស៊ីបាយអញ្ចឹងរក្សាសិលនេះជ្រះថ្លាឬក៏ចង់បានលុយចង់បានលុយគាត់មើលឃើញទីកូននេះដូចអត់មានកែប្រែអីតិចសោះមកពីអីណោះមកពីមិនតាន់យល់មិនតាន់បានស្ដាប់ធម៌អញ្ចឹងគាត់ជួលទៅទៀតគាត់ថាលើកនេះបើកូនទៅស្ដាប់ធម៌ចាំបានតែមួយគាថាមកវិញពុកឲ្យ1000កហបណៈមើលញាតិញោមទាំងឡាយមានពីណាជួលមកស្ដាប់ទេឥឡូវនេះហ្នឹងហើយឯនោះបកាយចាំមកគាថាមិនប្របាទៅដល់ស្ដាប់ឲ្យតែចាំមកគាថាមកបើកលុយ1000ណាដល់តែពេលទៅស្ដាប់ព្រះអង្គមានញាណពិសេសព្រះអង្គទ្រង់ជ្រាបទៅកាលៈមកស្ដាប់ធម៌ស៊ីឈ្នួលទៅនេះញាតិញោមមានស្ដាប់ធម៌ស៊ីឈ្នួលទេមានជួលកូនជួលមកទេហ្នឹងអត់ទេហ្នឹងហើយដល់តែពេលស្ដាប់គាត់ស្ដាប់មិនមែនស្ដាប់ឲ្យយល់ទេដំបូងស្ដាប់ព្យាយាមឲ្យចាំមកគាថាអាលទៅយល់លុយប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គប្រើរិទ្ធណាអត់ឲ្យគាត់ចាំទេតែឲ្យយល់សំដែងឲ្យយល់អញ្ចឹងគិតតែចាំបានមិនភ្លេចអស់វិញសំដែងថ្មីទៀតអញ្ចឹងចិត្តរបស់គាត់ដំបូងឡើយនឹកទៅរឿងលុយដល់ទៅពេលស្ដាប់ទៅវាយល់ទៅចាប់ដើមបដោតទៅក្នុងធម៌ឈប់គិតអីទាំងអស់ចប់ពធបានសម្រេចសោតាកាលៈខូចហ្នឹងណាបានសម្រេចសោតាមានន័យថាខ្លាយជាសប្បុរសដែលមិនដែលវិលត្រឡប់មកជាអសប្បុរសវិញព្រឹកឡើងក៏ឪពុកនិមន្តព្រះសម្មាសម្ពុទ្ធទៅឆាន់ទៅជាមួយព្រះអង្គអៀនខ្មាស់នឹកថាតាមពិតធัวល្អសឹងអីហ្នឹងមានចាំបាច់គេជួលចាំស្ដាប់អីហើយចិត្តតែនឹកក្នុងចិត្តអើយសូមឲ្យឪពុកអញហ្នឹងកុំលើកលុយមកឲ្យមុខព្រះខ្មាស់ព្រះណាហើយគាត់ដឹងពីម្សិលមិញថាបានលុយបានស៊ីបាយដល់ផ្ទះឪពុកនឹកអារឿងម្សិលមិញអត់បានលុយអត់បរិភោគអាហារណាអញ្ចឹងឲ្យគេយកលុយមកបានកាលៈថាបើពិតលោកឪពុកការត្រូវការដោយប្រាក់ព្រោះតែការទៅស្ដាប់ធัวកូនមិនត្រូវការទៀតទេសូមពុកទុកវិញចុះ
ហើយកាយវិការនឹងទុនភ្លុនជាងមុនចេះគោរពចេះថ្វាយបង្គំព្រះសម្មាសម្ពុទ្ធលោកសេដ្ឋីឆ្ងល់កូនខ្ញុំថ្ងៃនេះដូចជាកូនម្នាក់ទៀតចឹងមិនមែនកូនពីម្សិលទេកូនពីម្សិលផ្សេងកូនថ្ងៃនេះផ្សេងម្សិលមិញដល់តែបានលុយបានស៊ីបាយថ្ងៃនេះដល់តែ1000អត់យកទៀតអស្ចារ្យណាស់បានមកក្រាបទូលព្រះអង្គគុំព្រះអង្គអស្ចារ្យណាស់កូនខ្ញុំព្រះអង្គថ្ងៃនេះបានព្រះដ៏មានព្រះភិក្ខត្រាស់ថាបុគ្គលដែលបាននៅអរិយទ្រព្យហើយរបស់ក្នុងโลกនេះមិនសំខាន់សម្រាប់គេទៀតទេឃើញទេបានព្រះអង្គសម្ដែងថាបឋព្យាឯករជាអ្នកសក្យមនេនវាសัพពលោកកាធិបច្ចេអ្នកបុគ្គលដែលបាននៅសោតាបត្តិផលនេះសម្បត្តិក្នុងโลกជាអធិបតីជាបរិជាភាពជាអធិបតីឬក៏សក្យមនេនវាឬក៏ជាដំណើរទៅកាន់ឋានសួគ៌សម្បត្តិទាំងអស់នោះស្មើដោយសោតាបត្តិផលមិនមាន